សិល្បៈនៃការលក់បាទអញ្ចឹងការលក់វាជាសិល្បៈមួយផងដែរណាពេលដូចថាការលក់យើងផ្ដោតសំខាន់ជាងគេបំផុតគឺធ្វើម៉េចការលក់បញ្ចប់ដោយជោគជ័យបាទបញ្ចប់ដោយបានលទ្ធផលល្អបញ្ចប់ដោយបានលទ្ធផលជាវិជ្ជមានគេថា positive result បាទលទ្ធផលជាវិជ្ជមានមិនមែនជា negative result មិនមែនជាលទ្ធផលអវិជ្ជមានទេអញ្ចឹងខ្ញុំជឿជាក់ថាអ្នកលក់ទាំងអស់តែងតែចង់បានលទ្ធផលជោគជ័យតែនៅពេលដែលជួបលទ្ធផលអវិជ្ជមានគឺយើងមិនសប្បាយចិត្តបាទយើងមិនរីករាយយើងមិន happy បាទច្បាស់ជាមុខ sad អញ្ចឹងទៅណាអញ្ចឹងថ្ងៃនេះខ្ញុំនិយាយអំពីសិល្បៈនៃការលក់គឺខ្ញុំនិយាយអំពី3+3បាទ3+3គឺជាអីអញ្ចឹងក្នុងនាមយើងជាអ្នកលក់ហ្នឹងយើងចង់បានឲ្យភ្ញៀវមកខ្លាយទៅជា client របស់យើងឬក៏ខ្លាយទៅជា customer របស់យើងបាទយើងចង់បានអតិថិជនហ្នឹងភ្ញៀវហ្នឹងឲ្យមកខ្លាយទៅជាអតិថិជនឬក៏ជាភ្ញៀវរបស់យើងហ្នឹងតើយើងគួរតែធ្វើបែបណាយើងត្រូវមានសិល្បៈបែបណាខ្លះបាទដើម្បីទាក់ទាញគាត់ឲ្យគាត់មកខ្លាយទៅជាអតិថិជនរបស់យើងបាទអតិថិជនសំខាន់នៅពេលដែលគាត់ឃើញថារបស់នឹងល្អមានគុណភាពបាទគិតថាអាចពេញបំណងប្រាថ្នាចិត្តរបស់គាត់ចង់បានយកទៅប្រើប្រាស់បាទដែលគាត់ពេញចិត្តគាត់ទិញបាទប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងអ្នកលក់ផងដែរបាទទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយបើអ្នកលក់ដែលមិនមានសិល្បៈក្នុងការលក់គឺក៏មិនអាចទាក់ទាញអតិថិជនមកទិញផលិតផលឬក៏សេវាកម្មរបស់គាត់បានដែរបាទអ្នកលក់ថ្មីថ្មឹងឬក៏អ្នកលក់មិនយល់ពីអារម្មណ៍ភ្ញៀវអីចឹងណាអូខេអញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងសិល្បៈនៅក្នុងការលក់ក្នុងសិល្បៈនៅក្នុងការលក់នេះបាទខ្ញុំផ្ដល់ជូន3ណាបាទហើយក្នុងនោះវាមាន3លើនឹង3ទៀតអូខេចុះវាស្មើនឹង6អូខេអញ្ចឹងចំណុច3ដែលខ្ញុំចង់លើកឡើងពាក់ព័ន្ធជាមួយនឹងសិល្បៈនៃការលក់នេះទី1ខ្ញុំចង់និយាយអំពី mind បាទពីចិត្តបាទពីចិត្តបាទមានន័យថាចិត្តសាស្ត្រនៃការលក់អូខេអ្នកលក់បាទនិយាយរួមគេដឹងពីចិត្តរបស់អ្នកទិញណាអូខេអាហ្នឹងគេហៅថាគេចេះមើលចិត្តបាទហ្នឹងគឺគេមានជំនាញចិត្តសាស្ត្រហ្នឹងហ្មងបាទគ្រាន់តែអតិថិជននិយាយពីអារម្មណ៍របស់គេមកปุ๊បរបស់គាត់អ្នករបស់ភ្ញៀវគាត់និយាយពីអារម្មណ៍របស់គាត់ปุ๊បយើងអ្នកលក់យើងដឹងហ្មងបាទយើងដឹងថាគាត់នេះចង់បានអីគាត់នេះត្រូវការអីបាទគាត់នឹងមានបញ្ហាអីអញ្ចឹងហ្នឹងគឺអ្នកលក់មានជំនាញចិត្តសាស្ត្រហ្នឹងបាទនៅពេលដែលគាត់មានជំនាញចិត្តសាស្ត្រហ្នឹងគឺគាត់អាចដោះស្រាយបញ្ហារបស់ភ្ញៀវឬក៏អតិថិជនរបស់គាត់បានបាទរបស់ភ្ញៀវរបស់គាត់បានខ្ញុំសូមហៅភ្ញៀវចុះព្រោះពីច្រើនយើងចង់សំដៅទៅលើអ្នកដែលមិនទាន់ទិញបាទអ្នកមិនទាន់ទិញគេហៅភ្ញៀវបើទិញហើយគេហៅអតិថិជនដែរអញ្ចឹងនៅពេលដែលយើងមានជំនាញចិត្តសាស្ត្រហ្នឹងបាទវាជាសិល្បៈមួយនៅក្នុងការលក់ផងដែរគ្រាន់តែភ្ញៀវរបស់យើងនិយាយមកយើងដឹងថាគាត់ត្រូវការអីចង់បានអីបាទហើយយើងដោះស្រាយបញ្ហាជូនគាត់បានគឺស្មើនឹងយើងលក់បានដែរអូខេទេបាទអានោះជាទី1បាទគឺចិត្តសាស្ត្រនៃការលក់ហើយពាក់ព័ន្ធជាមួយនឹងចិត្តផងដែរអ្នកលក់ទីមទីឲ្យមានចិត្តឲ្យយើងអត់ធ្មត់ចង់និយាយថាពាក់ព័ន្ធជាមួយការអត់ធ្មត់របស់យើងចិត្តរបស់យើងហ្នឹងកុំឲ្យវាឆេវឆាវពេកឆាប់ខឹងពេកចាប់អីចឹងណាអូខេឲ្យយើងមានការអត់ធ្មត់ខ្ពស់ពីព្រោះពេលខ្លះវាមិនមែនតែយើងជួបភ្ញៀវហើយគេដឹងតែទិញយើងទេបាទគេដឹងតែយករបស់យើងទេអញ្ចឹងណាពេលខ្លះគេត្រូវការសម្រេចចិត្តដែរបាទអញ្ចឹងត្រូវការឲ្យយើងមានការអត់ធ្មត់ហ្នឹងចិត្តវាពាក់ព័ន្ធនឹងចិត្តដែរបាទអ្នកខ្លះគាត់មិនសប្បាយចិត្តទេពេលដែលភ្ញៀវស្ដាប់យើងហើយជួបយើងហើយក៏អត់ទិញបាទក៏អត់ទិញក៏អត់សប្បាយចិត្តដែរបាទឬចង្ការជួបភ្ញៀវខ្លះគាត់គាត់តែឃើញផលិតផលរបស់យើងទំនិញយើងដាក់នៅលើតុឬនៅមុខគាត់ហ្នឹងគាត់ថាធ្លាប់ប្រើហើយធ្លាប់ដឹងហើយគេប្រើមិនល្អគេប្រើមិនកើតអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងធ្វើចិត្តអត់បានណាយើងដាក់ម៉ាំងទៅភ្ញៀវវិញអត់ទេអូម៉ៃដឹងមកពីណាអូចេះអញ្ចោពួកឯងមិនថាមិនល្អគេប្រើល្អទៅគេប្រើកើតទៅទាំងអស់គ្នាទៅអញ្ចេះអញ្ចោមកពីអូម៉ៃមិនកើតទៅដឹងបាទបាននិយាយថាគេវត្តផលខ្ញុំមិនកើតអីចឹងយើងតបទៅវិញដោយខឹងឬដោយមិនសប្បាយចិត្តភាសាយើងឮភ្ញៀវថារបស់យើងមិនល្អអញ្ចឹងទៅបាទអាហ្នឹងវាពាក់ព័ន្ធមួយចិត្តគឺយើងត្រូវមានការអត់ធ្មត់ខ្ពស់បាទហើយត្រូវស្ដាប់អារម្មណ៍របស់ភ្ញៀវឲ្យស្ដាប់ឲ្យភ្ញៀវនិយាយអស់ទៅបាទទៅស្ដាប់ភ្ញៀវនិយាយអស់ទៅ
ហើយយើងដឹងថាអូបញ្ហាចេះយើងដឹងបញ្ហាយើងដោះបញ្ហាទៅអូខេបាទដូចយើងនិយាយពាក់ព័ន្ធនឹងផលិតផលមិនល្អអញ្ចឹងបាទអាហ្នឹងវាអាចថាអូយើងស្ដាប់មើលទៅអូដោយសារតែគាត់ប្រើអត់ចេះទេអូគាត់ប្រើតាមការណែនាំអូចឹងតើគាត់លឺទៅគេថាទេគាត់មិនបងឲ្យប្រើទេលឺទៅអ្នកនោះថាឬតែមានបងប្អូនគាត់ណាប្រើតែគាត់ខ្លួនឯងបានប្រើអីចឹងទៅចឹងណាវាអាចអញ្ចឹងដែរអញ្ចឹងតើយើងស្ដាប់គាត់សិនទៅបាទយើងធ្វើចិត្តឲ្យស្ងប់តិចសិនទៅស្ដាប់ហើយញញឹមដាក់គាត់យើងស្ដាប់មើលឲ្យគាត់និយាយអស់សិនមកអូខេគាត់និយាយឲ្យចប់សិនមកហើយចាំយើងតបទៅគាត់វិញដោយញញឹមហើយដោយមានវិជ្ជាជីវៈក្នុងនាមយើងជាអ្នកលក់បាទมันអាចទៅជំនាញចងាងมันអាចនិយាយឲ្យទៅយកឈ្នះភ្ញៀវបានទេមែនទេបាទយើងជាអ្នកលក់ដែលមានវិជ្ជាជីវៈយើងមានក្រមសីលធម៌របស់យើងបាទយើងនិយាយដែលមានវិជ្ជាជីវៈធំទៅដែលមានការគួរសមព្រោះភ្ញៀវយើងធ្លាប់ឮគេថាភ្ញៀវឬអតិថិជនហ្នឹងគឺជាស្ដេចណាពាក្យហ្នឹងមួយវាពេលខ្លះក៏ជាយើងអាចរៀនសូត្របានដែរបាទព្រោះគាត់គឺជាអ្នកមានលុយមកទិញយើងប៉ុន្តែយើងជាអ្នកលក់ក៏យើងមិនមែនថោកដែរខ្ញុំចង់និយាយថាយើងថ្លៃថ្នូរដូចគ្នាអូខេទេបាទពីព្រោះយើងមានអីវ៉ាន់ទៅលក់បាទយើងអត់មានទៅសុំគាត់ទេអញ្ចឹងយើងទៅធ្វើឲ្យថ្លៃថ្នូរដូចគ្នាប៉ុន្តែយើងមិនមែនទៅឆ្លោះមិនមែនទៅបកកែកយកឈ្នះពីគាត់ទេប៉ុន្តែយើងទៅបញ្យល់ទៅបកស្រាយដោយមានវិជ្ជាជីវៈធំធេងបាទដែលយើងជាអ្នកលក់ដែលមានក្រមសីលធម៌អូខេហើយពាក់ព័ន្ធមួយចិត្តគាត់ទៅចិត្តនឹងមួយបាទគឺយើងអាចតាក់ភ្ញៀវបានបាត់ហើយបាទចិត្តហ្នឹងវាពាក់ព័ន្ធជាមួយនឹងអាបេះដូងទៀតបាទបើយើងមិនស្ងប់បើចិត្តយើងមិនស្ងប់យើងមិនអត់ធ្មត់បេះដូងយើងមិនពោពេញទៅដោយចែករំលែកដោយក្តីស្រឡាញ់ទេយើងតឹងពីប្រយោជន៍ណាបាទអាហ្នឹងក៏មិនអាចធ្វើជាអ្នកលក់ដែលជោគជ័យបានដែរក៏មិនអាចជោគជ័យក្នុងការលក់បានដែរអូខេcònចិត្តទាំងមួយយើងនិយាយពាក់ព័ន្ធការលក់ហ្នឹងវាស៊ីជម្រៅបាត់ហើយបាទអញ្ចឹងនៅពេលដែលអ្នកលក់ដែលមានចិត្តបែបអញ្ចឹងទូលាយអញ្ចឹងបាទគេហៅថាចិត្តបរិសុទ្ធអញ្ចឹងជួយគេប្រាប់គេបញ្យល់គេដោយបរិសុទ្ធអញ្ចឹងអូខេបាទហ្នឹងគឺយើងជោគជ័យក្នុងការលក់មួយយើងឈ្នះចិត្តក៏បានមួយដែរហើយយើងបកស្រាយគាត់បានអាការជំទាស់ហ្នឹងអូខេយើងជោគជ័យបាទចិត្តដូចគ្នាក៏វាពាក់ព័ន្ធនឹងរឿងនឹងដែរគឺពាក់ព័ន្ធអារម្មណ៍បាទអញ្ចឹងអារម្មណ៍វាកាត់មុនចិត្តបាទអញ្ចឹងដូចខ្ញុំនិយាយក៏ដើមវិញថានៅពេលដែលភ្ញៀវនិយាយថារបស់យើងមិនល្អអីចឹងអីមិនអញ្ចឹងណាអូខេអញ្ចឹងអាចអារម្មណ៍យើងខឹងឈៀវបាទអញ្ចឹងយើងព្យាយាមទប់អារម្មណ៍របស់យើងទៅណាពីព្រោះអ្នកលក់ទៅប្រើអារម្មណ៍ល្អយកមកនិយាយអារម្មណ៍ល្អបាទយកមកធ្វើការបាទក៏ប៉ុន្តែក៏មិនមែនធ្វើការតាមអារម្មណ៍ដែរមានន័យថាពេលខ្លះអាចថាអូថ្ងៃនេះអារម្មណ៍មិនសូវល្អបាទចុះធ្វើការសម្រាប់ថ្ងៃបាទអាហ្នឹងវាពាក់ព័ន្ធនឹងអារម្មណ៍អញ្ចឹងសូមកុំធ្វើការតាមអារម្មណ៍ការងារច្បាស់ណាស់ត្រូវយកអារម្មណ៍មកធ្វើការប៉ុន្តែសូមកុំធ្វើការតាមអារម្មណ៍បាទពីព្រោះអារម្មណ៍របស់យើងវាមានថ្ងៃខ្លះមិនសប្បាយចិត្តថ្ងៃខ្លះសប្បាយចិត្តថ្ងៃខ្លះកើតទុក្ខបាទថ្ងៃខ្លះរីករាយថ្ងៃខ្លះសែតខ្លះត្រាម៉ាទៅអញ្ចឹងយើងមិនអាចយកអារម្មណ៍បាទមិនល្អមកធ្វើការបានទេយកអារម្មណ៍ល្អមកធ្វើការបាទហើយសូមកុំធ្វើការតាមអារម្មណ៍មានន័យថាធ្វើការតាមផែនការបាទព្រោះពេលខ្លះយើងឈឺយើងហត់នឿយឈឺទៅយើងបើសិនតែយើងយកអារម្មណ៍មកធ្វើការថ្ងៃនេះសម្រាប់មួយថ្ងៃហត់នឿយខ្លាំងបាទអញ្ចឹងខាតពេលបាទចេះស្ដាយដូចខ្លួនខ្ញុំបន្តខ្ញុំមិនដែលយកអារម្មណ៍មកធ្វើការទេគឺខ្ញុំយកអារម្មណ៍ល្អមកធ្វើការគឺខ្ញុំអត់ធ្វើការតាមអារម្មណ៍ទេអញ្ចឹងមានន័យថាផែនការត្រូវថ្ងៃនេះធ្វើអីគឺទៅធ្វើជានិច្ចតែម្ដងតាមផែនការហ្នឹងបាទឈឺគឺទៅធ្វើបានទៅធ្វើទៅទាំងឈឺហ្នឹងឯងឲ្យទៅធ្វើបានលុះត្រាទៅដាក់សរោមទៅរឺអាហ្នឹងចាំគិតទៀតបាទមានន័យថាគេធ្វើការទៅតាមផែនការប៉ុន្តែមិនមែនមានន័យថាយើងអត់ថែទាំសុខភាពទេបាទគឺអ្នកលោកទៅជោគជ័យគឺត្រូវចេះថែទាំសុខភាពកុំឲ្យឈឺហ្នឹងឯងតែយើងឈឺយើងខាតលុយខាតពេលវេលាខាតថវិកាខាតគ្រប់យ៉ាងបាទខាតហើយបើយើងម្នាក់ឈឺផ្ទះយើងរវល់ដោយសារយើងដែរហ្នឹងហើយចំណុចទី2មិញពាក់ព័ន្ធចិត្តណាទី2ពាក់ព័ន្ធនឹងការនិយាយអញ្ចឹងនៅពេលដែលយើងអ្នកលក់បាទយើងអាហ្នឹងវាគេថាអ្នកលក់ដែលជោគជ័យបាទគឺមានសិល្បៈក្នុងការធ្វើក្នុងការលក់នេះទី1ពាក់ព័ន្ធនឹងការប្រើចិត្តទី1ណាទី2ពាក់ព័ន្ធជាមួយនឹងការនិយាយណាការនិយាយអ្នកលក់ដែលជោគជ័យមិនមែនគេថាគិតទៅពីនិយាយមិនស្ដាប់ភ្ញៀវទេបាទមានន័យថានិយាយគឺគេនិយាយខ្លីខ្លឹមងាយចំចំណុចដែលភ្ញៀវចង់បានអូខេខ្លីខ្លឹមងាយចំចំណុចដែលភ្ញៀវចង់បានគឺយើងចុះទៅជួបកសិករយើងធ្វើការពាក្យច្រើនគឺជាមួយកសិករពេលខ្លះកសិករក៏អត់ចេះភាសាកសិកម្មអីណានៃស៊ីជម្រៅអីទេបាទយើងមិនបាច់ចាំនិយាយស៊ីជម្រៅពេកក៏បានដែរនិយាយឲ្យខ្លីខ្លឹមឲ្យងាយទៅបាទអាងតែគាត់មិនចេះឲ្យយើង
យើងចេះយើងនិយាយភាសាទេសស៊ីជម្រៅនិយាយភាសាអង់គ្លេសភាសាបារាំងអីណាភាសាកសិកម្មដែរស៊ីជម្រៅដែរកសិករស្ដាប់អត់បានណាបាទអាហ្នឹងវាទៅជារឿងផ្សេងទៀតបាទពេលខ្លះយើងចេះហើយប៉ុន្តែយើងក៏ត្រូវចេះដែលជាភាសាសម្រាប់កសិករស្ដាប់បានយើងត្រូវចេះបកស្រាយសម្រាយយ៉ាងម៉េចស្ដាប់និយាយទៅកសិករស្ដាប់បាននិយាយកណ្ដាលមិញថាខ្លីខ្លឹមងាយចំចំណុចដែលកសិករចង់បានអាហ្នឹងគឺគាត់នឹងនៅជាមួយយើងហើយគាត់នឹងព្រមបើកចិត្តបាទព្រមបើកចិត្តហើយគាត់នឹងយល់នៅអ្វីដែលយើងបញ្យល់ជូនគាត់នៅអ្វីដែលយើងនិយាយបាទអញ្ចឹងនៅពេលដែលគាត់យល់នៅពេលដែលគាត់បើកចិត្តគាត់នឹងព្រមសហការឬព្រមទិញរបស់យើងព្រមយករបស់យើងបាទទៅប្រើអូខេអញ្ចឹងការនិយាយត្រូវតែខ្លីខ្លឹមចំចំណុចដែលគេចង់បានកុំវែងពេកកុំយូរពេកហើយនិយាយអ្វីដែលនៅក្នុងប្រធានបទរបស់យើងនិយាយនឹងមកកាលណាយើងនិយាយច្រើនពេកគេធុញនិយាយយូរពេកគេអត់ចង់ស្ដាប់និយាយយូរពេកគេដើរចេញអស់បាទអាហ្នឹងបើយើងជួបភ្ញៀវច្រើនតែបើយើងជួបភ្ញៀវម្នាក់ពីរនាក់បើម្នាក់លាទៅបាត់ទេអត់បាត់តែនេះបានលក់ទេបាទអញ្ចឹងអ្នកលក់ដែលជោគជ័យមានន័យថានិយាយហើយនិយាយចប់គេព្រមហត់លុយពីអវ៉ាវទិញយើងព្រមបាញ់លុយពីកុងបើគេទិញយើងបាទនៅពេលដែលយើងនិយាយខ្លីខ្លឹមហើយចំចំណុចដែលគេចង់បានបាទអាហ្នឹងពាក់ព័ន្ធជាមួយនឹងការលក់ដូចគ្នាណាពីព្រោះសិល្បៈក្នុងការលក់វាពាក់ព័ន្ធមួយការនិយាយហ្នឹងឯងព្រោះយើងមិនមែនទៅដល់ក៏ឈរថ្មឹងហើយប្រាប់លើកផលិតផលបង្ហាញគេទិញយើងទេមិនមែនទេតើតែយើងមានការនិយាយហ្នឹងបញ្យល់ជូនគេហ្នឹងបានល្អត្រឹមត្រូវអូខេហើយនិយាយខ្លីខ្លឹមងាយចំចំណុចដែលគេចង់បានហ្នឹងអូខេអាហ្នឹងបានគេថាជោគជ័យនៅក្នុងការលក់ហ្នឹងឯងអូខេអាហ្នឹងគឺជាសិល្បៈមួយនៅក្នុងការលក់បាទអ្នកលក់សិតតែមានវិធីមានសិល្បៈក្នុងការនិយាយហ្នឹងផ្សេងគ្នាបាទផ្សេងគ្នាប៉ុន្តែសូមកុំធ្វើម៉េចក៏មកព្យាយាមនិយាយគេថាព្យាយាមនិយាយយកឈ្នះភ្ញៀវព្យាយាមនិយាយរហូតដល់តឹងខ្សែកមួយភ្ញៀវបាទនិយាយរំដែលខ្លីកុំនិយាយលក្ខណៈក្នុងចូលនៅក្នុងការឆ្លោះមួយភ្ញៀវនិយាយខ្លីណាបាទយើងនិយាយក្នុងការធ្វើម៉េចឲ្យគាត់យល់នៅអ្វីដែលយើងបញ្យល់ជូនគាត់មិនថាយើងលក់ជាផលិតផលយើងឬក៏យើងលក់សេវាកម្មរបស់យើងនោះទេណាអូខេនោះពាក់ព័ន្ធជាមួយនឹងសិល្បៈក្នុងការនិយាយអូខេនិយាយមានភាពតាក់ទាញដែលយើងមាននិយាយមានបែបមានបទច្បាស់លាស់មានផ្ដើមមានតួមានស្ដីបញ្ចប់ហ្នឹងទៅណាអូខេអាហ្នឹងគឺពាក់ព័ន្ធមួយការនិយាយបើយើងនិយាយលក្ខណៈមនុស្សច្រើនយើងនិយាយលក្ខណៈមនុស្សច្រើនគឺគេមានផ្ដើមមានតួមានស្ដីបញ្ចប់ហ្នឹងហ៎បាទព្រោះយើងនិយាយត្រឹមម្នាក់ពីរនាក់វាអីទេប៉ុន្តែម្នាក់ពីរនាក់ក៏ដោយក៏ត្រូវតែមានបញ្ចប់ដែរបញ្ចប់ដែលជោគជ័យក្នុងការនិយាយណាគឺជោគជ័យក្នុងការនិយាយជោគជ័យក្នុងការលក់ហ្នឹងមានន័យថាចប់ហើយគេទិញចប់ហើយគេព្រមសហការក្នុងការប្រើជាមួយយើងយករបស់យើងទៅប្រើឬក៏ព្រមចូលគម្រោងរបស់យើងអីចឹងទៅណាអូខេចំណុចទី3បាទពាក់ព័ន្ធជាមួយនឹងកាយវិការបាទការនិយាយយើងបូកទៅថែមជាមួយនឹងកាយវិការផងកាយវិការរបស់យើងរស់រវើកបើយើងឈរនិយាយថ្មឹងអោបទៅដៃបាទឆ្កយអត់មានអីកាយវិការនោះវាមើលទៅវាអត់សូវពីរោះមើលទៅវាអត់សូវទំនងអញ្ចឹងណាបើនិយាយពីការសម្ដែងធ្លាក់បាត់ហើយបាទធ្លាក់វាបាត់ហើយយើងមិនមែនជាទីមងទេព្រោះយើងជាអ្នកនិយាយដែលមានវិជ្ជាជីវៈជាអ្នកលក់ដែលមានវិជ្ជាជីវៈបាទយើងត្រូវតែចេះប្រើសិល្បៈក្នុងការលក់របស់យើងហ្នឹងបាទឲ្យតាក់ទាញបាទគ្រាន់តែយើងមានការវិការរបស់យើងទៅផងនេះបាទគឺវារួមផ្សំជាមួយការនិយាយរបស់យើងបកកែបញ្យលបកកែនិយាយផងនេះបាទគឺបានធ្វើឲ្យអ្នកស្ដាប់ធ្វើឲ្យភ្ញៀវរបស់យើងហ្នឹងណាបាទគាត់បានតាមមើលយើងបាទតាមដានយើងបើយើងបង្ហាញតាម slide ឬបង្ហាញតាមកុំព្យូទ័រទៀតយើងមានកាយវិការយើងមានការបញ្យលទៀតវាកាន់តែល្អពិសេសបន្ថែមទៀតអញ្ចឹងណាបាទយើងមិនអាចតែយើងមានការនិយាយមានឈរតម្លាក់ដៃចុះក្រោមរហូតទេយើងត្រូវតែមានកាយវិការក្នុងការនិយាយអូខេអាហ្នឹងគឺបើយើងមានការបញ្យលតាមក្តារខៀនតាមហើយយើងត្រូវមានការលើកគូសវាបញ្យលហ្នឹងឲ្យបានល្អកាយវិការរបស់យើងណាបាទអញ្ចឹងអានឹងវិសិល្បៈព្រោះការលក់វាជាសិល្បៈមួយផងដែរណាជាសិល្បៈក្នុងការលក់អូខេមានទាំងការនិយាយទាំងកាយវិការអូខេបាទអានឹងពាក់ព័ន្ធមួយទៀតពាក់ព័ន្ធមួយផ្នែកការមើលណាវានៅក្នុងកាយវិការនឹងដែរទេបាទយើងគិតទៅវាការមើលអ្នកលក់គឺយើងមិនអាចប្រើភ្នែកគេហៅថាមើលកលិចក្លាប់ទេបាទគេហៅថាកលិចលើកលិចក្រោមណាមែនទេគឺយើងកលិចចំទៅភ្ញៀវចំទៅភ្នែកគាត់បាទជាពិសេសគឺភ្នែកគាត់ហ្មងយើងមើលឲ្យចំភ្នែកគាត់អ្នកលក់ខ្លះគឺគាត់អត់ហ៊ានមើលភ្នែកភ្ញៀវទេអោនមុខគាត់ងាកឆ្វេងងាកស្ដាំអញ្ចឹងនៅពេលដែលយើងអត់ហ៊ានមើលភ្នែកភ្ញៀវអញ្ចឹងគឺយើងគេថាអត់ឲ្យតម្លៃគាត់បើសិនតែគេប្រកាន់វិញណាអ្នកដែលគេប្រកាន់គេថាយកឲ្យតម្លៃគាត់បាទវាជាការប៉ត់មែនធម្មតាការសន្ទនាកាលណាយកអត់មើលភ្នែកគ្នាទៅមើលអត់មើលមុខគ្នាទៅមើលទៅណាវិញមើលទៅឆ្វេងមើលស្ដាំឬទៅមើលទៅក្រោមឬទៅមើលទៅលើវាទៅជារឿងមួយផ្សេងវិញណាបាទ
តែបើយើងនិយាយមានគ្នាច្រើនមានភ្ញៀវនៅក្នុងមុខយើងច្រើននេះអូខេយើងឈរច្បាស់តែយើងមិនមើលម្នាក់យើងអាចមើលទាំងអស់គ្នាអាហ្នឹងគេលេចមើលផ្នែកអាហ្នឹងបាទបើមានភ្ញៀវច្រើនគេអត់មើលផ្នែកទេគេមើលទៅថ្ងាសឬគេមើលទៅមុខគាត់បាទហើយគេអាចងាកបន្តិចបន្តិចបានអាហ្នឹងគេអត់ងាកច្រើនដងទេហើយផ្នែកបើយើងកុំក្លាប់ចុះក្លាប់ឡើងបាទព្យាយាមប្រើភ្នែកឲ្យនឹងអញ្ចឹងណាបាទហ្នឹងបានយើងយកឈ្នះបាទអំណាចរបស់ភ្ញៀវបានព្រោះបើគេច្រើនអ្នកជាងយើងអ្នកចូលរួមច្រើនអ្នកបាទអាហ្នឹងរបៀបក្នុងការប្រើភ្នែកក្នុងនាមយើងជាអ្នកឡើងបង្ហាញឬក៏ក្នុងនាមយើងជាអ្នកនិយាយហ្នឹងបាទវាប្រើកាយវិការប្រើទឹកមុខនិងប្រើភ្នែកអូខេសំខាន់ណាស់អាហ្នឹងជាចំណុចមួយឬក៏ជាសិល្បៈមួយនៅក្នុងការជោគជ័យនៅក្នុងការលក់ផងដែរបាទបងប្អូនណាដែលបានអនុវត្តអាហ្នឹងហើយក៏បានកំពុងធ្វើវាហើយបាទអាចធ្វើបន្តចែករំលែកជូនបន្តទៅកាន់សមាជិករបស់យើងណាពីព្រោះអានេះខ្ញុំបានអនុវត្តធ្វើគឺវាជោគជ័យបាទពេលដែលយើងហ៊ានមើលទៅកាន់ភ្ញៀវឧទាហរណ៍ឥឡូវយើងសន្លឹងមើលបន្តិចទៅកាន់ភ្ញៀវបន្តិចបើគាត់ចាញ់យើងគាត់នឹងអោនភ្នែកចុះក្រោមជ្រឹបតែម្ដងបាទនេះតែបើយើងឲ្យហ៊ានមើលភ្ញៀវទេភ្ញៀវមើលមកយើងរហូតហើយយកអត់មើលគាត់ថាយកឲ្យតម្លៃគាត់ហើយយើងខ្លាចជាអ្នកលក់ដែលចាញ់ច្រាបគេវិញហើយបាទទៅពេលចាញ់ច្រាបគេវិញហើយបាទនឹងពាក់ព័ន្ធក្នុងការប្រើ eye contact បាទគេហៅថាប្រើភ្នែកនឹងភ្នែកតាក់ទងបាទអាហ្នឹងជាសិល្បៈមួយក្នុងការលក់ផងដែរណាបាទនេះគឺជាសិល្បៈក្នុងការលក់អូខេអាហ្នឹងគេហៅថា 3+3 ខ្ញុំនិយាយពាក់ព័ន្ធជាមួយចិត្តសាស្ត្របាទពាក់ព័ន្ធនឹងការនិយាយពាក់ព័ន្ធនឹងកាយវិការហើយកាយវិការយើងមានទាំងកាយវិការដៃជើងយើងឈរហ្នឹងអូខេហើយនឹងពាក់ព័ន្ធជាមួយនឹងភ្នែកផងដែរអូខេបាទមួយទៀតបាទវានៅក្នុង 3+3 នឹងដែរបាទគឺមួយធំគឺពាក់ព័ន្ធជាមួយនឹងការបង្ហាញទាំងចិត្តទាំងការនិយាយទាំងកាយវិការដែលខ្ញុំនិយាយខាងដើម3ខាងលើហ្នឹងបាទទាំង3ហ្នឹងគឺវានៅក្នុងការបង្ហាញអូខេនៅក្នុងការបង្ហាញមានន័យថាវាទាំង3នឹងរួមចូលគ្នាវាបានមកមួយគេហៅថាការបង្ហាញអូខេការបង្ហាញដូចគេហៅថា presentation ឬបារាំងគេហៅ presente នេះអញ្ចឹងការបង្ហាញហ្នឹងគឺមានន័យថាអ្នកបង្ហាញត្រូវយកអា3ខាងលើវិញមកប្រើរួមគ្នាក្នុងពេលតែមួយទាំងចិត្តទាំងការនិយាយទាំងកាយវិការនិងភ្នែកហ្នឹងគឺប្រើនៅក្នុងពេលតែមួយនៅពេលដែលយើងឡើង presentation នៅពេលយើងឡើងបង្ហាញបាទមិនថាយើងបង្ហាញនៅវាស្រ័យឬបង្ហាញក្រុមផ្ទះបង្ហាញក្នុងសាលប្រជុំបង្ហាញក្នុងបន្ទប់រៀនរបស់យើងឬបង្ហាញទីណាទេគឺអាការបង្ហាញហ្នឹងអា presentation របស់យើងហ្នឹងបាទគឺយើងត្រូវយកអា3ហ្នឹងមកប្រើក្នុងពេលតែមួយបាទទាំងចិត្តទាំងការនិយាយទាំងកាយវិការឬផ្នែករបស់យើងហ្នឹងឯងគ្រាន់តែថាពេលខ្លះយើងប្រើអាណាមុនអាណាក្រោយតែប៉ុណ្្នឹងឯងបាទតែថាពេលខ្លះយើងអាចប្រើចិត្តមុនពេលខ្លះយើងអាចប្រើការនិយាយមុនតែបើការនិយាយប្រើអូតូឯងបាទនៅពេលកាយវិការយើងអាចប្រើជាមួយគ្នាមួយការនិយាយភ្នែកអាចប្រើវាជាមួយគ្នាពេលហ្នឹងដែរអញ្ចឹងណាអូខេអាហ្នឹងការបង្ហាញទៅជោគជ័យវាមានអាគិតផ្សំរបស់វានៅខាងលើមិញផងដែរអញ្ចឹងណាបាទពាក់ព័ន្ធជាមួយនឹងការបង្ហាញឬគេហៅថាការត្បិតបង្ហាញហ្នឹងឯងអូខេអ្នកលក់ទៅជោគជ័យគឺគាត់បង្ហាញបានល្អគាត់តែបង្ហាញចប់បាទបង្ហាញចប់គឺគេអាចនឹងធ្វើការសហការជាមួយបានបាទគេធ្វើការទិញឬក៏គេធ្វើការចូលគម្រោងរបស់យើងបានបាទដូចជាអ្នកជោគជ័យក្នុងការលក់ទាំងអស់គឺពួកគាត់សិតតែបង្ការបង្ហាញគេហៅថាជា good presenter បាទគឺជាអ្នកដែលបង្ការបង្ហាញជាអ្នកបង្ហាញដែលមានវិជ្ជាជីវៈបាទឬក៏ successful presenter បាទជាអ្នកបង្ហាញដែលជោគជ័យបាទគាត់តែបង្ហាញហើយគឺគាត់ជោគជ័យនៅក្នុងការបង្ហាញនឹងបាត់ហើយគឺគាត់បានបង្កប់នៃក្នុងការលក់បង្កប់ close បាទបង្កប់ close sale នៅក្នុងបាត់ហើយបាទគាត់តែបង្ហាញចប់គេកំងអីបងបង្ហាញចប់គេទិញទៅមកបាទអាហ្នឹងខ្ញុំចង់និយាយថាបុគ្គលដែលគាត់ជោគជ័យកម្ពុជានៅក្នុងការលក់សិតតែអ្នកបង្កែបង្ហាញបាទបង្កែបង្ហាញដែលមានការតាក់ទាញបាទគឺតាក់ទាញខ្លាំងតែម្ដងហើយចប់គឺគាត់បិទលក់បាននៅក្នុងអាការបង្ហាញហ្នឹងតែម្ដងអត់តបានបិទលក់ទេមានថាបិទលក់នៅក្នុងអាការបង្ហាញហ្នឹងអូខេអានេះខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងសិល្បៈក្នុងការបង្ហាញគឺវារួមផ្សំធាតុ3នៅខាងលើវិញហ្នឹងឯងអូខេទី2បាទទី2ធំនៅក្នុងអាទី3ហ្នឹងដដែលបាទគឺវាមានប័ណ្ណការលក់ close sale នេះបាទអញ្ចឹងបើយើងបង្ហាញបានល្អហើយយើងបិទលក់ថែមទៅលើទៀតណាបាទអានឹងគេថាជោគជ័យទៅលើជោគជ័យណាបាទជោគជ័យលើជោគជ័យបាទព្រោះយើងបង្ហាញបានល្អតែបើយើងបង្ហាញអត់បានល្អមកយើងបិទលក់គឺបើអត់ចាញ់ទេបង្ហាញអត់ល្អគេអត់យល់នៅពេលដែលគេអត់យល់យើងទៅបិទល្មិចបាទបិទអត់កើតទេព្រោះអីបើគេអត់យល់ផងហ្នឹងបាទនៅពេលអត់យល់បិទទៅអត់ដាច់អត់បានល្អអត់បានលទ្ធផលអត់បានសម្រេចអញ្ចឹងពេលខ្លះយើងអត់ជោគជ័យនៅក្នុងការបិទការលក់វាពាក់ព័ន្ធជាមួយនឹងការបង្ហាញរបស់យើងអត់សូវល្អឬក៏អត់ល្អឬអត់តាក់ទាញឬក៏អត់យល់ធ្វើឲ្យគេអត់យល់បាទ
ឬក៏អាចពាក់ព័ន្ធដោយសារការបង្ហាញរបស់យើងនេះយើងនិយាយយូរពេកនៅពេលអាចចង់ក្រោយបាត់ការលក់មានបាននិយាយណាគេនិយាយបាននិយាយតែពេលពីបាត់គេទៅបាត់គេលាបាត់ដល់ម៉ោងបាយដល់ម៉ោងឬក៏ដល់យប់ចឹងទៅបាទយប់ហើយមានបាននិយាយនៃកាលបែកចែកគ្នាអស់ទៅបាត់ទៅបាទរាជការខែនេះខែភ្លៀងផងនិយាយគេរត់តែចឹងអស់វិញមានបាននិយាយចប់បាទមានបានលក់ទៅខែនេះខែភ្លៀងផងចឹងនិយាយយូរពេកបាទអានោះវាពាក់ព័ន្ធជាមួយនឹងការបង្ហាញផងដែរខ្ញុំនិយាយកណ្ដាមថានិយាយខ្លីខ្លឹមងាយយល់ឲ្យចំចំណុចដែលគេចង់បានអាហ្នឹងវាត្រាក់3ខាងលើហ្នឹងបាទយើងយកអា3ខាងលើមកប្រើក្នុងពេលតែមួយនៅក្នុងអាការបង្ហាញហ្នឹងបាទអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងការបង្ហាញហើយក៏វាពាក់ព័ន្ធជាមួយនឹងការបិទការលក់ពីព្រោះសិល្បៈក្នុងការលក់នេះយើងចង់សំដៅទៅលើពីការលក់ហ្នឹងហើយយើងប្រើវិធីអីខ្លះដើម្បីយើងលក់ដាច់ហ្នឹងហើយគឺវាពាក់ព័ន្ធអា3ខាងលើវិញទាំងនេះណាអូខេបាទគឺចិត្តការនិយាយនិងការវិការផ្នែករបស់យើងហ្នឹងហើយយើងប្រើវារួមក្នុងពេលតែមួយនៅក្នុងការបង្ហាញរបស់យើងអញ្ចឹងអ្នកបង្ហាញដែលជោគជ័យបាទយើងហៅថា successful presenter ហ្នឹងបាទឬក៏អ្នកបង្ហាញដែលជោគជ័យហ្នឹងគឺគេបកកែបង្ហាញចប់គេទិញបានហើយមិនទាន់បាត់លក់ទេតែបើយើងបង្ហាញបានល្អអញ្ចឹងហើយយើងបិទលក់បកកែទៀតយើងលក់បានច្រើនបាទយើងលក់បានច្រើនអាហ្នឹងគេហៅថា close sale ពីព្រោះបើយើងធ្វើកម្មវិធីលក់បណ្ដាច់វាស្មើនឹងមិនបានធ្វើកម្មវិធីបាទអញ្ចឹងកម្មវិធីរបស់យើងឬការជួបភ្ញៀវរបស់យើងត្រូវតែដាច់បាទដាច់ទៅច្រើនត្រូវដាច់បាទនេះសំខាន់វាពាក់ព័ន្ធជាមួយការបិទការលក់បង្ហាញល្អហើយត្រូវតែមានការបិទការលក់ផងដែរការបិទការលក់គឺត្រូវតែមានពេលវេលាក្នុងការនិយាយបើយើងគៀកម៉ោងហើយដល់ម៉ោងបាយហើយឬដល់ម៉ោងគេសម្រាប់ហើយយប់ហើយវាអត់បាននិយាយអញ្ចឹងត្រូវតែបង្ហាញនោះឲ្យបានខ្លីល្មមទទួលយកបានការបត់បង្ហាញត្រឹម1ម៉ោងបាទឬក៏2ម៉ោងយូរបំផុតហើយគឺមានន័យថាដោយសារតែយើងដឹងអំពីការលក់ហើយយើងមានវិធីក្នុងការបង្ហាញដើម្បីតាក់ភ្ញៀវដើម្បីឲ្យបានលក់ដាច់យើងមិនទៅបខំគេមិនទៅអង្វរគេមិនទៅសុំគេទិញយើងទេប៉ុន្តែឲ្យគេទិញដោយចិត្តរបស់គេទិញដោយបេះដូងរបស់គេបាទអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងការបង្ហាញហ្នឹងហើយក៏ពាក់ព័ន្ធជាមួយនឹងចិត្តសាស្ត្រនៃការលក់នេះខាងលើវិញនេះអា3ខាងលើនេះបាទចិត្តសាស្ត្រនៃការលក់ហើយក៏ពាក់ព័ន្ធជាមួយនឹងការនិយាយផងដែរហើយក៏ពាក់ព័ន្ធនឹងកាយវិការនិងផ្នែកទឹកមុខរបស់យើងនឹងផងដែរហើយក៏ពាក់ព័ន្ធជាមួយនឹងការបង្ហាញរបស់យើងវាមានភាពតាក់ទាញបាទវាមានគេថាធ្វើឲ្យគេចាប់អារម្មណ៍ធ្វើឲ្យគេចង់សហការគេចង់ប្រើគេចង់ចូលរួមជាមួយយើងនឹងឯងបាទអញ្ចឹងចុងក្រោយយើងបិទលក់ទៅ complete បាទ successful បាទបិទទៅជោគជ័យបាទចុងក្រោយហ្នឹងបាទអាហ្នឹងគឺពាក់ព័ន្ធនឹងការបិទការលក់ចំណុចទី3មួយទៀតបាទនៅក្នុងអាទី3ហ្នឹងដដែលបាទគឺគេហៅថា following up បាទគេហៅថា follow up ក៏បានដែរគឺតាមដានឬក៏ការយកទឹកទុកដាក់ធម្មតាពេលខ្លះយើងបិទការលក់វាអាចនឹងជោគជ័យក្នុងដំណាក់កាលណាមួយឬក៏កម្រិតណាមួយបាទប៉ុន្តែវាមិនអាចទាន់ជោគជ័យទាំងស្រុងអីចឹងទៅពេលខ្លះវាអាចមានរឿងចឹងបាទអញ្ចឹងយើងអាចប្រើនៅអាទី3ចុងក្រោយនេះគឺការតាមដានការយកទឹកទុកដាក់ភ្ញៀវរបស់យើងដែលយើងបានជួបមិនថាយើងជួបតាមមូលដ្ឋានតាមភូមិក៏ដោយយើងរក្សាទុកគាត់ទាំងអស់សុទ្ធតែជាភ្ញៀវល្អរបស់យើងទាំងអស់បាទសុទ្ធតែជាអតិថិជនល្អជាថ្ងៃក្រោយទាំងអស់បាទកុំបោះបង់គាត់ចោលយើងកុំបង្ហាញនេះហើយគេទិញមួយយកតែមួយហ្នឹងទេប្រហែលទៅក៏វត្តចោលប្រហែលទៅក៏វត្តចោលប្រហែលទៅក៏វត្តចោលពួកគេអត់ទិញផងយកទៅអីអត់ទេយើងត្រូវតែទុកគាត់នៅក្នុង contact list របស់យើងទុកនៅក្នុងprospect list របស់យើងគេហៅថាបញ្ជីឈ្មោះភ្ញៀវរបស់យើងឬក៏បញ្ជីអតិថិជនរបស់យើងដែលមិនទាន់ទិញហ្នឹងគេហៅថាភ្ញៀវបញ្ជីឈ្មោះភ្ញៀវរបស់យើងទុកទាំងអស់មានលេខទូរស័ព្ទមានទីតាំងមានខាត់ហ្នឹងទៅអូខេមុខរបររបស់គាត់ចឹងទៅទុកដើម្បីធ្វើការណាត់ជួបគាត់នៅពេលក្រោយទៀតបាទអាហ្នឹងគឺជាអ្នកលក់ដែលជោគជ័យអ្នកលក់ដែលឆ្លាតវៃបាទគឺត្រូវតែមានការឆ្នៃកន្លែងហ្នឹងទុកគេហៅថាទុកសម្រាប់ជួបនៅពេលក្រោយអ្នកខ្លះយើងត្រូវជួបច្រើនដងតរំទិញណាជាពិសេសភ្ញៀវដែលអវិជ្ជមានដែលមិនសូវជឿឬក៏ភ្ញៀវដែលគាត់មានការចេះដឹងអ្នកខ្លះគាត់អាចនឹងត្រូវការពេលឬក៏អ្នកខ្លះគាត់អ្នករកស៊ីធំអញ្ចឹងគាត់ត្រូវការពេលដើម្បីធ្វើការសម្រេចចិត្តអញ្ចឹងយើងមិនអាចជួបភ្លាមទិញភ្លាមទេបាទជាពិសេសចង់ឲ្យគាត់វិនិយោគជាមួយយើងកាន់តែធំណាត្រូវការពេលកាន់តែធំដែរបាទយើងត្រូវការ take time ជាមួយគាត់យើងត្រូវការចំណាយពេលវេលាជាមួយគាត់ត្រូវការអាចថាពេលខ្លះជួបត្រឹមយើងហើយអាចនឹងយើងត្រូវណាត់ជួបជាមួយមេយើងទៅទៀតឬក៏អាចថាអញ្ជើញគាត់មកចូលរួមកម្មវិធីទៀតបាទអញ្ជើញគាត់ចូលរួមកម្មវិធីធំទៀតឬមហាបតការបស់យើងទៀតណាអាហ្នឹងយើងទៅប្រើគ្រប់មធ្យោបាយទាំងអស់អាហ្នឹងក៏វាពាក់ព័ន្ធជាមួយនឹងសិល្បៈនៃការលក់ទាំងអស់បាទសុទ្ធតែពាក់ព័ន្ធជាមួយនឹងសិល្បៈក្នុងការលក់ទាំងអស់យើងត្រូវតែចេះប្រើនិងបត់បែនបានគ្រប់វិធីទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវរបស់យើងគាត់បើកចិត្តហើយព្រមធ្វើជាមួយយើងឬព្រមសហការជាមួយយើងដោយចិត្តដោយបេះដូងរបស់គាត់ដែលមិនមែនយើងទៅបខំគាត់ទៅបខំទៅបខិតគាត់ឬទៅអង្វរគាត់ឬក៏ទៅលួងលោមគាត់ទេអត់ទេបាទអាហ្នឹងគឺយើងធ្វើមិនឲ្យគាត់ធ្វើនឹងគាត់សហការឬក៏យកគាត់យកទៅប្រើហ្នឹងដោយចិត្តដែលគាត់ចង់បានអូខេអាហ្នឹងគឺនៅក្នុងអាទី3នេះក្នុងទី3នេះគ្នាគេហៅថា
follow up តាមដានយកចិត្តទុកដាក់ចំពោះភ្ញៀវរបស់យើងឬក៏អតិថិជនរបស់យើងទោះបីដល់ពេលដែលគាត់ខ្លាយមកជាអតិថិជនរបស់យើងក៏ដោយក៏យើងត្រូវតែមានការថែទាំគាត់ដែរមិនមែនទិញហើយទុកគាត់ចោលទេអាហ្នឹងក៏យើងត្រូវយកអាហ្នឹងទៅប្រើដូចគ្នានេះកន្លែងតាមដានហ្នឹងតាមដានយកចិត្តទុកដាក់ចំពោះភ្ញៀវនេះបាទគាត់ខ្លាយទៅជាអតិថិជនរបស់យើងហើយក៏យើងត្រូវតែយកទៅដាក់មើលគាត់ខ្លាំងជាងបាទខ្លាំងជាងមុនទៅទៀតដើម្បីឲ្យគាត់ប្រើជោគជ័យបាទប្រើល្អហើយនឹងគាត់បន្តទិញជាមួយយើងបន្តទៀតហើយនឹងគាត់ផ្សព្វផ្សាយនេះអតិថិជនដែលបានប្រើប្រាស់យើងជោគជ័យហ្នឹងណាអ្នកនឹងគឺជាសាក្សីដ៏ខ្លាំងដ៏អស្ចារ្យណាស់បាទដ៏ល្អបំផុតដែលយកអ្នកនឹងទៅclose យកអ្នកនឹងទៅcloseទៅបិទលក់អ្នកផ្សេងថែមទៀតនៅក្នុងភូមិរបស់គាត់ដែលអាចថាយើងជាអ្នកចម្ងាយមិនមែននៅក្នុងភូមិហ្នឹងបើយើងចុះទៅភូមិហ្នឹងបាទគឺគេអត់សូវជឿយើងទេប៉ុន្តែបើមានបុគ្គលកខកខនឹងម្នាក់ឬក៏ពីរនាក់ដែលប្រើបានលទ្ធផលនេះបាទជោគជ័យនេះអ្នកហ្នឹងគឺជាចំណុចមួយដែលជាសាក្សីមួយដែលជួយcloseបាទការលក់របស់យើងថែមបិទកម្រិតទៀតតែយើងអាចនាំអ្នកភូមិនឹងបើមិនជឿទៅមើលគាត់បើមិនជឿសួរគាត់យើងអាចយកអ្នកហ្នឹងមកខ្លាយទៅជាអតិថិជនគំរូរបស់យើងឬអាចនឹងខ្លាយទៅជាដៃគូរកស៊ីយើងថ្ងៃក្រោយបានទៀតបាទអាហ្នឹងក៏ជាសិល្បៈនៅក្នុងការលក់ផងដែរវានៅក្នុងផ្នែកមួយនៅក្នុងការលក់ផងដែរតែយើងអាចរក្សាអតិថិជនរបស់យើងបានល្អអតិថិជនចាស់ហ្នឹងបាទរក្សាអតិថិជនចាស់របស់យើងបានល្អយកឲ្យគាត់មកខ្លាយទៅជាគេថាផ្នែកមួយនៅក្នុងការគ្រប់គ្រងការលក់របស់យើងផងដែរពីព្រោះបើយើងមានតែអ្នកប្រើហើយយើងអត់បានមើលថែគាត់ក៏ប្រើអត់ជោគជ័យអ្នកហ្នឹងនឹងខ្លាយទៅជាគេថាឡងមកយើងវិញនឹងខ្លាយទៅជារឿងមិនល្អសម្រាប់យើងវិញការ feedback ការឆ្លើយតបមិនល្អវិញពីព្រោះយើងអត់បានមើលថែគាត់ហើយគាត់ប្រើប្រាស់អត់បានត្រឹមត្រូវប្រើប្រាស់អត់ជោគជ័យតាមគម្រោងរបស់យើងបាទអាហ្នឹងក៏ជារឿងមិនល្អបាទពីព្រោះខ្ញុំចង់សង្កត់ក្នុងកន្លែងហ្នឹងពីយើងចង់និយាយពាក់ព័ន្ធជាមួយនឹងការលក់យកចិត្តទុកដាក់ចំពោះគាត់បាទសម្រាប់ថ្ងៃនេះខ្ញុំចែករំលែកជូនពាក់ព័ន្ធជាមួយសិល្បៈของការលក់នេះបាទខ្ញុំជឿជាក់ថាបងប្អូនទាំងពីរទទួលបានអីថ្មីបន្ថែមបាទពាក់ព័ន្ធជាមួយនឹងសិល្បៈของការលក់ខ្ញុំជឿជាក់ថាបងប្អូនទាំងពីរនឹងក្លាយទៅជាអ្នកលក់ដ៏ពូកែខ្លាំងដ៏ឆ្លាតវៃទាំងអស់គ្នា